នេះបងប្អូនគ្នាប្រភេទក្ទេសណាក្ទេសដែលវាយើងជៀនទៅវាខ្លោចខ្លោចក្តឹងខ្មៅអញ្ចឹងនេះយើងយកមកលាងជាមួយនឹងសាប៊ូលាងចាននេះទឹកច្រើនពេកយើងចាក់ចេញខ្លះខ្លោចក្តឹងយើងអញ្ចឹងយើងដាក់សាប៊ូលាងចានបន្តិចទេនេះម៉ានេះយើងចាក់ជ្រោចបន្តិចទៅហើយយើងដុសប្រភេទសាប៊ូដែលវាកាត់ខ្លាញ់ខ្លាំងគឺវាឡើងពណ៌អញ្ចឹងលាងជំរះឡើងលឿនលាងជំរះគឺលឿនចឹងណាវាឡើងពណ៌ខាងល្អនេះវាខ្លាញ់ទៅប៉ុណ្ណឹងហើយវានៅតែមាននៅពុះទៀតណាឃើញទេមកចាំសូមដៃនោះអីអត់មានកាត់ដៃចឹងយើងមើលឃើញអត់គឺវាលាងជំរះលឿនស្អាតអញ្ចឹងនេះទឹកទី1យើងធ្វើការលាងប៉ុណ្ណឹងទៅគេថាយើងយកស្អាតតែប៉ុណ្ណោះក៏បានហើយស្អាតតែប៉ុណ្ណោះក៏បានតែយើងចង់លាងឲ្យស្អាតណាជាងយើងចង់លាងស្អាតយើងដាក់ថែមតិចទៀតមកឃើញទេចេញញ៉ាំអញ្ចឹងនេះជាប្រភេទសាប៊ូដែលយើងធ្វើលក់នៅលើទីផ្សារស្អាតល្អចឹងយើងបើកទឹកមកវាច់ពុះទៀតណានេះយើងលាងជំរះតែប៉ុណ្្នឹងមកចេញញ៉ាំចឹងដល់ប៉ុណ្ណឹងអាចខ្ចីញញជាខ្លាញ់គឺកាត់ជំរះបានលឿននេះអត់មានអីនៅទេឃើញទេនៅជាប់ខ្លាញ់អីទៀតទេគឺស្អាតអូខេ